បាទបើសិនច្រាមស្មៅសេរីថ្មីបាទចូលមកដល់ហើយបាទសេរីនេះក៏បាត់8បាទសេរីនេះក៏បាត់8ដៃក្រាស់បាទដៃក្រាស់កន្លែងច្រកវាចេញនោះមាន2ខាងលើមួយខាងក្រោមមួយបាទខាងលើបងប្អូនដែលធ្វើរាងវែងគ្រើមយើងដាក់ខាងលើនោះទៅយើងដកស្ទះមានចេញទៅបាទនឹងស្ទះនោះបាទហូតវាចេញទៅមានកន្លែងហូតចេញបាទហើយបើចង់ឲ្យម៉ត់បាទចង់ឲ្យម៉ត់យើងបិទស្ទះហ្នឹងដូចក្នុងវីដេអូអញ្ចឹងហើយយើងមកប្រើកបិតសាប់ខាងមុខនេះទៀតបាទកបិតវាសាប់សាប់ល្អកបិតនេះបាទមានអាថ្មិញអាណាបាតក្រោមនោះ2ជាន់បាទហើយអាណាចំហៀងហើយនឹងថ្មិញកដោបនេះទៀតហើយនឹងលាស់វានេះទៀតបាទលាស់នេះសម្រាប់វាយទៀតបាទថ្មិញសេរីនេះល្អបាទនឹងសម្រាប់ចេញទៅម៉ត់ហ្មងបាទម៉ត់ខៃហ្មងបាទបើចង់ឲ្យម៉ត់ខ្លាំងយើងបិទស្ទះខាងលើនោះយើងប្រើខាងក្រោមនេះទៅបាទបើចង់ឲ្យគ្រើមយើងបិទស្ទះខាងក្រោមយើងប្រើលើបាទអញ្ចឹងតម្រូវការយើងពីមុខបាទហើយលេខហើយដៃវាក្រាស់នេះមើលដៃវាក្រាស់បាទ5លីដៃវាសម្រាប់វា5លី5មីលីម៉ែត្របាទហើយលេខនេះយើងប្រើដដែលបាទលេខខាងនេះកាច់មកខាងនោះគឺលេខម៉ត់ដដែលបាទសេរីថ្មីនេះល្អក៏បិទ8បាទដៃក្រាស់ងាយស្រួលបងប្អូនយកទៅប្រើបើកស្ទះបាទបើកស្ទះមើលកបិតបាទនេះកបិតវាបាទកបិត8បាទសេរីចាស់លើកទី1 4បន្ទាប់មក5 6ឥឡូវឡើងដល់8ហើយបាទកបិត8បាទនេះបាទគៀបទៅកាត់ទៅច្រាមបាទច្រាមនៅវាមានកន្លែងស្ទះសម្រាប់យើងបិទបើកសម្រាប់ឲ្យយើងគ្រើមអីយើងមិនបាច់ដាក់ចូលកបិតសាប់នេះទេតែបើចង់ឲ្យម៉ត់ខ្លាំងអីយើងដាក់ចូលកបិតសាប់នេះទៅចេញទៅម៉ត់ខៃហ្មងបាទកម្រាស់ដែកវាក្រាស់សេរីថ្មីនេះបាទសេរីថ្មីងាយស្រួលប្រើមើលដែកវាក្រាស់កបិតវាក៏ក្រាស់ដែរចង់ឲ្យគ្រើមអីយើងដាក់ស្ទះនេះចូលចង់ឲ្យគ្រើមយើងដាក់ស្ទះនេះចូលផ្លុកទៅបាទអញ្ចឹងវាអត់ឆ្លងកាត់ចូលនៅក្នុងកបិតសាប់ទេអញ្ចឹងវាគ្រើមចេញទៅមកប្រហែលជាមួយថ្នាំងដៃបាទហើយបើចង់ឲ្យម៉ត់យើងបកស្ទះនេះចេញទៅឲ្យវាចូលបាទហើយយើងបិទស្ទះលើបាទវាមានស្ទះលើនៅមួយទៀតសេរីថ្មីយើងអាចដកចេញដកចូលបានយើងធ្វើពីមុខចង់បានឲ្យគ្រើមអីយើងដាក់លើនឹងទៅបាទចង់ឲ្យម៉ត់យើងបិទស្ទះដើម្បីឲ្យវាហូរចូលក្នុងកម្រាស់ដែកវាក្រាស់បាទកម្រាស់ដែកវា5លីពាក់ម៉ាស៊ីន20សេសច្រៀងបាទ20សេសតូច្រៀងបាទកង់ធំកង់មានបដាងងាយស្រួលមានចតុលមានអី